មកដល់ស្រុកគេនឹកពុកម៉ែបងប្អូនណាជាមកល្មមទេប៉ុន្តែជាងនឹងទៅទៀតគឺការងារដើររកការងារគេមិនសូវទទួលសញ្ញាបត្រនៅខាងស្រុកខ្មែរមកដល់ស្រុកនេះគេមិនសូវទទួលស្គាល់ហើយលុយកាក់ប្រាក់ខែការរស់នៅជីវភាពគឺមានកម្រិតធ្វើឲ្យយើងនឹង stress ខ្លាំងមែនតើវីដេអូនេះខ្ញុំចង់ប្រាប់បងប្អូនថាការ stress គឺជារឿងធម្មតានៅកន្លែងណាក៏មាន stress ដែរហើយ stress ហ្នឹងវាបែងចែកជាពីរ stress មួយគឺ stress ល្អហើយ stress មួយទៀតគឺ stress អាក្រក់សម្រាប់ថា stress ដែលយើង stress អាក្រក់ហ្នឹងធ្វើឲ្យយើងគិតថាវាមិនធម្មតាបើ stress ដែលគិតថាធម្មតាគឺបងប្អូន stress រាល់ថ្ងៃគឺនៅក្នុងការងារប្រចាំថ្ងៃរាល់ថ្ងៃគឺយើងមាន stress គ្រប់ទីកន្លែងគ្រប់កន្លែងទាំងអស់គ្រប់កលៈទេសៈទាំងអស់តែ stress ទាំងនោះត្រូវបានយើងគិតថាមិនធម្មតាទៅយើងពិបាកចិត្តដោះស្រាយមិនចេញតែបើយើងគិតថា stress នោះគឺជារឿងធម្មតាសម្រាប់ជីវិតយើងទាំងអស់គ្នានោះយើងដោះស្រាយបានដោយងាយឧទាហរណ៍ក្នុងការងារប្រចាំថ្ងៃខ្ញុំមាន stress នៅកន្លែងធ្វើការមានការប្រកួតប្រជែងគ្នានៅក្នុងស្នាដៃកន្លែងខាងកញ្ចក់អីបុគ្គលិកដោះស្រាយបុគ្គលិកអីហ្នឹងខ្ញុំត្រូវបានថាខ្ញុំគិតថាជារឿងធម្មតាបើសិនជាខ្ញុំបែរការគិតថារឿងនោះមិនធម្មតានោះខ្ញុំនឹងពិបាកចិត្តខ្ញុំគិតទាំងយប់ទាំងថ្ងៃដៃខ្ញុំកងថ្ងៃទាំងយប់ទាំងថ្ងៃធ្វើឲ្យខ្ញុំនោះមិនបានក្តីសុខហើយក៏ខ្ញុំដោះស្រាយអ្វីក៏មិនចេញដែរតែបើខ្ញុំគិតថារឿងនោះគឺជារឿងធម្មតាដែលខ្ញុំត្រូវតែដោះស្រាយខ្ញុំត្រូវតែប្រឈមមុខនោះខ្ញុំនឹងដោះស្រាយបានពីអង់គ្លេសមួយគឺខ្ញុំបានយល់ហើយខ្ញុំបានបកស្រាយចេញពីកំណួតក្នុងចិត្តរបស់ខ្ញុំបានហើយបើព្រះបញ្ជូនបញ្ហាមកដល់បងប្អូននោះគាត់ដឹងថាបងប្អូននឹងអាចដោះស្រាយបានសម្រាប់វីដេអូនេះខ្ញុំសង្ឃឹមថាលើកទឹកចិត្តបងប្អូនដែលគាត់ទៅមករស់នៅស្រុកគេធ្វើឲ្យគាត់មានកម្លាំងចិត្តកាន់តែខ្លាំងនៅក្នុងការដោះស្រាយបញ្ហានៅពេលដែលគាត់ទៅមកហើយគាត់ជួបផលបែបអីគឺរបស់គាត់បានបើប្រៀបធៀបនឹងបងប្អូនសម័យនេះហើយនឹងប្រៀបធៀបនឹងខ្ញុំសម័យនោះគឺបងប្អូនមានសំណាងជាងខ្ញុំច្រើនមែនទែនហើយសមិទ្ធផលសប្តាហ៍ថ្ងៃដែលខ្ញុំទទួលបានគឺខ្ញុំគេហៅថា appreciate មែនទែនសម្រាប់ការទទួលសមិទ្ធផលរបស់ខ្ញុំសប្តាហ៍ថ្ងៃខ្ញុំមិនមានខ្លាំងទេប៉ុន្តែខ្ញុំយ៉ាងហោចណាស់ខ្ញុំមានផ្ទះខ្ញុំមានហាងខ្ញុំមានលទ្ធភាពនៅក្នុងការជួយបុគ្គលិកខ្ញុំឲ្យមានការងារធ្វើខ្ញុំមានកូន autism ដែលខ្ញុំអាចប្រឈមមុខដោះស្រាយបញ្ហាឲ្យកូនខ្ញុំជារៀងរាល់ថ្ងៃខ្ញុំមានមោទនភាពចំពោះខ្លួនឯងមែនទែនហើយចំពោះបងប្អូនវិញដូចខ្ញុំចាប់ពី20ឆ្នាំឡើងទៅតើបងប្អូនមានអ្វីដែលចែកម្លែកដើម្បីលើកទឹកចិត្តបងប្អូនផ្សេងទៀតដែលគាត់ទៅមករស់នៅហើយគាត់ជួបផលលំបាកសម្រាប់ខ្ញុំវិញការដែលប្រហែលឆ្នាំមុន20ឆ្នាំមុនគឺមានអ៊ីនធឺណិតដែរតែវាមិនបានទូលំទូលាយដូចសប្តាហ៍ថ្ងៃទេអ៊ីនធឺណិតសប្តាហ៍ថ្ងៃបើសិនជាបងប្អូនអត់មានការងារធ្វើបងប្អូនសើចថាកន្លែងការងារកញ្ចក់ឬកន្លែងការងារអត់សក់អត់អីគឺបងប្អូនអាចសុំការងារគេបានការចំណន់នោះបើខ្ញុំអត់មានការងារធ្វើខ្ញុំមិនដឹងថាខ្ញុំត្រូវទៅសើចខាងណាទេហើយវាអត់ទូលំទូលាយដូចសប្តាហ៍ថ្ងៃទេហើយសង្ឃឹមថាវីដេអូនេះធ្វើឲ្យបងប្អូនកាន់តែមានទឹកចិត្តនៅក្នុងការរស់ហើយមានមោទនភាពចំពោះខ្លួនឯងថានៅកន្លែងដែលងងឹតបំផុតដែលធ្វើឲ្យដុំពេជ្រជាអាកាសដែលធ្វើឲ្យដុំពេជ្រកាន់តែចែងចាំងរឹតតែខ្លាំងចាអរគុណ